សួស្តីបងប្អូនជាទីស្រឡាញ់ចានៃមានរូបកូនពៅលេខអាស៊ីបតលើកទី1បងប្អូនដោយសារមានកូនពៅដែលបានបថុយថតវីដេអូទុកថ្ងៃឆ្លងចូលឆ្នាំថ្មីបងប្អូនឆ្នាំរោងបានកន្លងផុតទៅឆ្នាំថ្មីចូលមកដល់គឺឆ្នាំម្សាញ់បងប្អូននេះមានបងប្អូនជាច្រើនដែលត្រៀមឲ្យរាប់បាតបងប្អូនអត់មានបាយទេគឺនៅស្រុកខ្ញុំពេលដល់ពេលបញ្ចប់បុណ្យគឺមានទេលុយបងប្អូនសម្រាប់រាប់បាតព្រោះបាយសម្លអីបានបាំងស្គលហើយក៏រៀបចំចង្ហាន់នៅខាងលើសាលាឆាន់រួចរាល់ហើយបងប្អូននៃកូនពៅក៏ចាប់ផ្ដើមមកឈរតម្រៀបជួរគ្នាដើម្បីរាប់បាតខ្ញុំបានទៅថតវីដេអូហើយក៏ថតហើយក៏កាត់ផុសចែកជូនបងប្អូនមើលទៅបងប្អូនណាខ្លះមានវត្តមាននៅក្នុងវីដេអូនេះក៏មើលខ្លួនឯងទៅបងប្អូនជួយ like និង comment ម្នាក់មួយផងថតតមកក៏ដូចថាបងប្អូនអើយថតបាញ់យូរទៅកូនពៅទេដូច្នេះនិយាយពីថាក្តៅបងប្អូនហើយថ្ងៃឆ្លងឆ្នាំក្តៅហ្នឹងរហែងឆ្លងឆ្នាំរួចផុតអត់មានហើយភ្លេងទេបងប្អូនដូច្នេះចាប់ផ្ដើមនិមន្តហើយបងប្អូនសូមអធិស្ឋានផងព្រះអង្គកណាថតដោយរូបព្រះអង្គដោយសារកណាថតទុកជាអនុស្សាវរីយ៍ទេមានទុកធ្វើអីទេបងប្អូនបើសិនថាបងប្អូនណាអីនេះអីប្រកាន់អីសូមអធិស្ឋានផងដោយសារខ្ញុំថតវីដេអូមានជួបបងប្អូនជាច្រើននិងព្រះអង្គនៅក្នុងវត្តបឹងបងប្អូនហៅវត្តដែលជារាំងសីនៅស្រុកស្គមថ្មីនេះឯងបងប្អូនគឺមានអីទេមានទីវីដេអូសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដែលបានចូលរួមបុណ្យកម្មវិធីបុណ្យចូលឆ្នាំថ្មីប៉ុន្តែឆ្នាំនេះហើយបងប្អូនមិនសូវច្រើនដូចឆ្នាំទៅទេបងប្អូនអើយបងប្អូនតិចដែរដាក់បាតរាប់បាតទេមិនសិនទុះក៏បានចប់បងប្អូនបើឆ្នាំមុនច្រើនណាស់ចង់និយាយថាឆ្នាំនេះមិនដូចឆ្នាំមុនទេបងប្អូនដោយសារឆ្នាំមុនបងប្អូនប្រជាពលរដ្ឋមកឆ្លងឆ្នាំនៅក្នុងវត្តបឹងនេះច្រើនដល់ឆ្នាំនេះតិចទេបងប្អូនអត់សូវច្រើនទេល្មមមិនរាប់បាតហើយស្រួលអត់ចម្រៀតគ្នាទេបងប្អូនខ្ញុំកាត់វីដេអូនេះក៏ចំប៉ះថ្ងៃសិលទេបងប្អូនអើយនិយាយទៅបើបានទៅវត្តហើយញ៉ាំបងប្អូនបើបានទៅវត្តហើយដូចតែមានក្តីសុខអីម្យ៉ាងបើសិនថានៅផ្ទះតបប្រមល់ទួលពុទ្ធោនៅបងប្អូនអើយដោយសារថ្ងៃនេះខ្លួនឯងក៏អត់ស្រួលខ្លួនកូនក៏ឈឺក៏មិនបានទៅវត្តទៅវាទេបងប្អូនអើយ